ខ្យល់អាកាសធ្លាក់មកត្រជាក់ស្រួលដើរកាត់ចំការចេកនិងចំការដំណាំចម្រុះនៅតាមជើងភ្នំរាងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យទីនេះមិនត្រឹមតែជាចំការនោះទេប៉ុន្តែវាគឺជាជម្រកនៃការរស់នៅយ៉ាងស្ងប់ស្ងាត់និងសាមញ្ញបំផុតរបស់អ្នកភូមិសំឡេងម៉ូតូឡាននៅតាមបណ្ដោយនៅផ្លូវលំនៅក្នុងភូមិបានឃើញអំពីទិដ្ឋភាពអ្នកស្រុកនិងជីវភាពប្រចាំថ្ងៃដែលពោរពេញទៅដោយភាពស្និទ្ធស្នាលអ្នកភូមិនៅទីនេះភាគច្រើនពឹងផ្អែកលើការធ្វើស្រែនិងធ្វើចម្ការអាស្រ័យផលទៅតាមរដូវកាលចូលមកដល់ខែនេះគឺជាខែវស្សាខែធ្លាក់ភ្លៀងរៀងញឹកញាប់បន្តិចធ្វើឲ្យទឹកអូរនិងប្រឡាយទឹកចាប់ផ្ដើមឡើងបន្តិចម្ដងសំឡេងទឹកហូរនិងភាពស្រស់បំព្រងនៃធម្មជាតិធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងរំសាយអស់នៅទុក្ខកង្វល់នៅសល់ប្រហែលជាមួយខែទៀតប៉ុណ្ណោះពិធីបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់ហើយអ្នកស្រុកអ្នកស្រែចម្ការកំពុងតែប្រញាប់ប្រញាល់មើលថែដំណាំនិងរៀបចំចម្ការឲ្យបានរួចរាល់ដើម្បីជួបជុំបងប្អូនត្រឡប់មកពីទីជិតទីឆ្ងាយមកពីទីក្រុងនិងតាមបណ្ដាខេត្តនានាដើម្បីជួបជុំគ្នានៅពេលភ្ជុំបិណ្ឌនាពេលខាងមុខនេះហើយគឺជាស្នាមញញឹមនិងភាពស្រស់បំព្រងនៃជីវិតអ្នកនៅជនបទស្រុកម៉ាឡៃពេលដែលបានធ្វើដំណើរចូលទៅជ្រៅនៅក្នុងភូមិតាមដងផ្លូវលំដីក្រហមដែលមេឃទើបតែភ្លៀងរួចដីសើមធ្វើឲ្យយើងបានឃើញនៅរចនាសម្ព័ន្ធជីវិតពិតរបស់អ្នកស្រុកម៉ាឡៃកាន់តែច្បាស់ផ្ទះសម្បែងភាគច្រើនរស់នៅយ៉ាងសាមញ្ញមុខផ្ទះមានដាំដំណាំរួមផ្សំដំណាំបន្លែបង្ការសម្រាប់ហូបប្រចាំថ្ងៃនិងមានដើមឈើធំជាម្លប់ដ៏ត្រជាក់ត្រជុំជីវិតនៅទីនេះមិនប្រញាប់ប្រញាល់មិនកកកុញនិងគ្មានសំឡេងអ៊ូអរដូចនៅទីក្រុងឡើយមានតែសំឡេងសត្វបក្សាបក្សីនិងសំឡេងខ្យល់បក់បោកកាត់តាមជើងភ្នំតែប៉ុណ្ណោះនៅតាមដងផ្លូវគេតែងតែឃើញស្នាមញញឹមនិងការរាប់អានយ៉ាងស្និទ្ធស្នាលរវាងអ្នកភូមិនិងអ្នកភូមិសម្រាប់អ្នករស់នៅទីនេះដីចម្ការនិងព្រៃភ្នំគឺជាប្រភពឆ្នាំងបាយដ៏សំខាន់រៀងរាល់ពេលព្រលឹមស្រាងអ្នកស្រុកអ្នកស្រែត្រូវរៀបចំអីវ៉ាន់ឧបករណ៍ធ្វើស្រែចម្ការចេញទៅមើលថែទាំដំណាំបន្លែនិងដើមមៀនដើមចេកឬក៏ដំឡូងមីតាមដែលប្រជាជននៅទីនោះបានធ្វើរៀងខ្លួនអ្នកខ្លះធ្វើស្រែអ្នកខ្លះធ្វើចម្ការអ្នកខ្លះដាំដំឡូងមីអ្នកខ្លះដាំដើមមៀននិងមានដំណាំរួមផ្សំជាច្រើនទៀតទោះបីការងារស្រែចម្ការនេះត្រូវហត់នឿយប្រឡាក់ប្រឡោះនឹងដីភក់និងត្រូវប្រឈមមុខនឹងអាកាសធាតុប្រែប្រួលយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែជំនះដោយក្តីសង្ឃឹមនិងភាពខិតខំប្រឹងប្រែងជានិច្ចទឹកភ្លៀងដែលបានធ្លាក់មកពីលើកំពូលភ្នំបានហូរកាត់មកតាមប្រឡាយនិងអូរតូចនៅក្នុងភូមិទឹកដក់នៅតាមវាលស្រែនិងហូរកាត់ក្រោមស្ពានមិនត្រឹមតែជួយស្រោចស្រពដំណាំចម្ការឲ្យខៀវស្រងាត់ប៉ុណ្ណោះទេប៉ុន្តែវាគឺជានិមិត្តរូបនៃភាពរស់រវើកនៅក្នុងរដូវវស្សាផងដែរអ្នកភូមិខ្លះបានទាញសំណាញ់ឬសន្ទូចមកបង់ត្រីនៅតាមដងអូរដើម្បីយកមករៀបចំជាអាហារពេលល្ងាចសម្រាប់ដោះស្រាយជីវភាពគ្រួសាររៀងខ្លួនខ្យល់ត្រជាក់នៃរដូវធ្លាក់ភ្លៀងជាមួយនឹងបរិយាកាសជុំបិណ្ឌខិតជិតមកដល់ជារៀងរាល់ថ្ងៃនេះធ្វើឲ្យអ្នកភូមិឋានទាំងមូលពោពេញដោយភាពកក់ក្ដៅនៅពេលដែលព្រះអាទិត្យរៀបនឹងលិចមើលទៅពីក្រោយខ្នងភ្នំរាងផ្សែងបាយនៅតាមផ្ទះនីមួយៗចាប់ផ្ដើមហុយឡើងនេះគឺជាពេលវេលាដែលសមាជិកគ្រួសារជួបជុំគ្នានៅវង់បាយបន្ទាប់ពីការងារនឿយហត់ពេញមួយថ្ងៃជីវិតស្រុកស្រែអ្នកស្រុកម៉ាឡៃប្រហែលជាមិនឆើតឆាយប៉ុន្តែពោពេញដោយក្តីសុខពិតប្រាកដដែលជីវិតអ្នកនៅទីក្រុងពិបាកនឹងស្វែងរកបានដោយអ្នកនៅជនបទនេះណា
cái hốt đấy bà Đầm sùi đi. Hốt sùi sùi người nhá. Hốt với mẹ mày. Không hết ọt này.